bắt chịu nghiệp xuống bông ôn đang ngọt nếp ngay ní dương chụp nia xa gì mấy đẹp tôi nhiều mùi nó sật từ sật số nơi bịa cơ đang ngọt này tại cơ mùi nắng bạn miền rầu thế cơ mùi tiếng nó miền rầu ai lấy dương từ mưa rồi từ sật số này bịa cơ ta miền này đời mà đẹp khá trong buốt sật từ sật số này bịa cơ cố chuyên dân nhẹ tỷ bấy khả năng vẽ tỷ muối chia căn để chẹt miên sầm lên khả năng bùng có chia sẻ thල් khô sạchสำหรับภาษาខ្មែរផ្សំនឹងស្រៈ o a e អី และអមអមអាំអាសំឡេងទៅជា o e i e และវំអមអះជាកើគៀគិគីและគុំគំកែមកែស្រៈសំឡេងធំទាំងនេះមិនបាច់ប្រើត្រីសាប់ត្រីសាប់ទេគ្រាន់តែអានមានសំឡេងធំបាទផ្សំនឹងជួយជំនះសំឡេងធំឲ្យងាយយល់សំឡេងប៉ុណ្ណោះបាទយើងពុំចាំបាច់ប្រើត្រីសាប់ទេហើយដកស្រង់ចេញពីប្រភពវចនានុក្រមខ្មែររបស់ពុំគ្រាទី5ឆ្នាំ1967ទំព័រ121យើងបន្តទៅកើមួយថ្នាក់ពាក្យជាគុណនាមមានន័យថាឥតសម្ដីមនុស្សកើប្រការវយវៈគាត់ប្រការវយវៈបើលោហជាតិវិញថាឥតសូមានន័យថាប្រាក់កើមានន័យថាប្រាក់ហ្នឹងវាឥតលឺឥតអ៊ីសោះតែហ្មងណាបាទហើយប្រភពដកស្រង់ពីវចនានុក្រមខ្មែរដូចដែររបស់ពុំគ្រាទី5ឆ្នាំ1967ទំព័រ121កើ2ថ្នាក់ពាក្យជានាមបាទឈ្មោះឈើជាដំណាំផ្លែមានសរសៃជាប៉ុយសំឡេងបាទសម្រាប់ច្រកញាត់ខ្នើយកែពូកជាដើមអ្នកខាងកំពង់ចាមសម្បូរបាទដើមកើបងប្អូននៅពីក្មេងរើសផ្លែកោនឹងហូមយកក្របវាហ្នឹងយកមកលីងហូមបន្តិចបន្តិចទៅហើយយកអាសំឡីរបស់កោហ្នឹងនិយាយថាទុនល្មើយលេងបន្តទៀតព្រះសម្ពុទ្ធទ្រង់បញ្ញត្តិហាមមិនឲ្យភិក្ខុសាមណេរប្រើប្រាស់ពូកញាត់សំឡីកោញាត់សំឡីកោទេទ្រង់អនុញ្ញាតឲ្យប្រើញាត់ស្មៅពូកញាត់ដោយស្មៅញាត់ជក់ដូងជាដើមបានបាទបន្តទៀតឯកែបខ្នើយឲ្យញាត់សំឡីកើបានមានន័យថាកែបឬក៏ខ្នើយកោយណាបើសង់អាចញាត់ជាសំឡីកើនឹងបានបាទប្រភពពីវចនានុក្រមខ្មែររបស់ពុំគ្រាទី5ឆ្នាំ1967ទំព័រ121តើតើជាមួយនឹងសរសើរនៃពាក្យកើនិងរោឋានៈពាក្យជាកិរិយាសព្ទធ្វើឲ្យជាគំនរបាទបានន័យថាកើវាទៅជាគំនរតួយ៉ាងដូចជាគំនរអុសគំនរឈើអញ្ចឹងទៅគំនរដែកអញ្ចឹងទៅបាទធ្វើឲ្យជាគំនរប្រភពវចនានុក្រមខ្មែររបស់ពុំគ្រាទី5ឆ្នាំ1967ទំព័រ131បាទអញ្ចឹងវីដេអូតទៅជាមួយនឹងសរសើរនៃពាក្យកើនិងរោបាទកូបានដល់ទីបញ្ចប់ដែរខុសឆ្គំឆ្កងយ៉ាងណាក៏សូមអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនទាំងគ្នាហើយកុំភ្លេចបាទពុកម៉ែបងប្អូនថ្មីដែលចូលមកទស្សនាជួយចុច Subscribe ក៏ដូចជា Like Share ដើម្បីបានទស្សនានៅវីដេអូទាក់ទងជាមួយនឹងអក្សរសាស្ត្រខ្មែរគឺសរសើរជាបន្តទៀតសូមអរគុណសូមជម្រាបលា